ការផ្លាស់ប្ដូរការងារឬផ្លាស់ប្ដូររបៀបគិតនិងសកម្មភាពក្នុងជីវិតគឺជារឿងមួយដែលអាចបង្វែរទិសដៅជីវិតរបស់អ្នកទាំងស្រុងដែលចង់មានន័យថាបើយើងផ្លាស់ប្ដូរការងារឬបើយើងប្ដូរការគិតនិងទម្លាប់ជីវិតរបស់អ្នកអាចនឹងប្រែប្រួលទៅតាមបែបនេះ 1. បើអ្នកចង់មានន័យថាប្ដូរការងារឱកាសលូតលាស់ថ្មីនិងបានជួបបរិយាកាសថ្មីមនុស្សថ្មីនិងរៀនជំនាញថ្មីដែលអាចធ្វើឲ្យអ្នកបាត់បង់ភាពធុញទ្រាន់ពីការងារចាស់ការប្រឈមមុខនឹងសម្ពាធនៅដំណាក់កាលដំបូងអ្នកអាចនឹងមានអារម្មណ៍ stress ឬពិបាកបន្សំខ្លួនព្រោះត្រូវចាប់ផ្ដើមរៀនសូត្រអ្វីៗពីចំណុច0ឡើងវិញហិរញ្ញវត្ថុនិងស្ថិរភាពវាអាចជាឱកាសទទួលប្រាក់ខែបានខ្ពស់ជាងមុនឬក៏អាចជាការប្រថុយប្រឋានបណ្ដោះអាសន្នប្រសិនបើការងារថ្មីនោះមិនទាន់មានស្ថិរភាព 2. បើអ្នកចង់មានន័យថាប្ដូរការគិតឬប្ដូរការរស់នៅមានសេរីភាពក្នុងចិត្តជាងមុនបើអ្នកប្ដូរពីការគិតអវិជ្ជមានមកជាវិជ្ជមានជីវិតអ្នកនឹងថយចុះនូវភាពតានតឹងនិងមើលឃើញឱកាសច្រើនជាងមុនគុណភាពជីវិតល្អជាងមុនបើអ្នកប្ដូរពីទម្លាប់មិនល្អដូចជាដេកយប់ជ្រៅមិនហាត់ប្រាណមកជាទម្លាប់ល្អវានឹងធ្វើឲ្យសុខភាពផ្លូវកាយនិងផ្លូវចិត្តរបស់អ្នករឹងមាំជាងមុនការពិន័យជីវិតរាល់ការផ្លាស់ប្ដូរតែងតែមកជាមួយភាពមិនច្បាស់លាស់វាមិនមានការធានាថាការប្ដូរនោះនឹងល្អ 100% ឬអាក្រក់ 100% នោះទេប៉ុន្តែវាប្រកាសជានឹងធ្វើឲ្យជីវិតរបស់អ្នកនៅត្រឹងមួយកន្លែងនៅឡើយតើការផ្លាស់ប្ដូរដែលអ្នកកំពុងតែគិតគូរខ្លាំងជាងគេនៅពេលនេះគឺជារឿងអ្វីការងារឬក៏រឿងការរស់នៅដែរការផ្លាស់ប្ដូរការគិតគឺជាគ្រឹះដំបូងក្នុងការផ្លាស់ប្ដូរវាសនានឹងនាំទៅរកភាពជោគជ័យមនុស្សយើងគិតបែបណាជីវិតនឹងទៅបែបនោះខាងក្រោមនេះជារបៀបនិងជំហានជាក់ស្ដែងក្នុងការផ្លាស់ប្ដូរការគិតដើម្បីទទួលបានជោគជ័យក្នុងជីវិត 1. ផ្លាស់ប្ដូរពីផ្នត់គំនិតថេរទៅជាផ្នត់គំនិតកើនផ្នត់គំនិតថេរការគិតបែបចង្អៀតគិតថាខ្លួនឯងមិនឆ្លាតមិនអាចធ្វើអ្វីបានឬកើតមកមានតែវាសនាប៉ុណ្ណឹងផ្នត់គំនិតកើនការគិតបែបលូតលាស់ជឿជាក់ភាពឆ្លាតវៃនិងសមត្ថភាពអាចអភិវឌ្ឍបានតាមរយៈការប្រឹងប្រែងនិងការរៀនសូត្រវិធីអនុវត្តរាល់ពេលជួបឧបសគ្គកុំនិយាយថាខ្ញុំធ្វើមិនកើតទេប៉ុន្តែត្រូវប្ដូរមកនិយាយថាខ្ញុំមិនទាន់ចេះតែខ្ញុំខំរៀនបន្តវានឹងអាចធ្វើបាន 2. ឈប់ផ្ដោតលើបញ្ហាប៉ុន្តែផ្ដោតលើដំណោះស្រាយមនុស្សទូទៅពេលជួបការលំបាកតែងតែចំណាយពេលរអ៊ូរទាំនិងបន្ទោសប្រេងវាសនាឬអ្នកដទៃវិធីអនុវត្តពេលមានបញ្ហាកើតឡើងត្រូវសួរខ្លួនឯងភ្លាមៗថាតើខ្ញុំអាចធ្វើអ្វីបានខ្លះនៅពេលនេះដើម្បីដោះស្រាយវាការធ្វើបែបនេះជួយឲ្យខួរក្បាលរបស់អ្នកសកម្មនិងមានភាពច្នៃប្រឌិត 3. ផ្លាស់ប្ដូរបរិយាកាសនិងមនុស្សជុំវិញខ្លួនគំនិតរបស់អ្នករងឥទ្ធិពលយ៉ាងខ្លាំងពីមនុស្សដែលអ្នកជួបជារៀងរាល់ថ្ងៃបើអ្នកនៅក្បែរមនុស្សដែលពូកែរអ៊ូរទាំនិងមើលឃើញពិភពលោកក្នុងផ្លូវអាក្រក់អ្នកក៏នឹងក្លាយជាបែបនោះដែរវិធីអនុវត្តព្យាយាមបង្កើតទំនាក់ទំនងជាមួយមនុស្សដែលមានគោលដៅច្បាស់លាស់វិជ្ជមាននិងតែងតែលើកទឹកចិត្តអ្នកឲ្យរីកចម្រើនបន្ថែមពីនេះត្រូវជ្រើសរើសការអានសៀវភៅឬស្ដាប់វីដេអូអប់រំចិត្តនិងការអភិវឌ្ឍខ្លួនឲ្យបានច្រើន 4. អនុវត្តការដឹងគុណភាពជោគជ័យមិនមែនកើតឡើងលុះត្រាតែយើងមានគ្រប់យ៉ាងនោះទេការដឹងគុណចំពោះអ្វីដែលយើងមានបច្ចុប្បន្នធ្វើឲ្យចិត្តរបស់អ្នកមានក្តីសុខនិងតាក់ទាញរឿងល្អៗចូលមកវិធីអនុវត្តរៀងរាល់ព្រឹកឬមុនចូលគេងត្រូវនឹកឃើញរឿង3យ៉ាងដែលអ្នកមានអារម្មណ៍ថាអរគុណទោះជារឿងតូចតាចដូចជាសុខភាពល្អមានអាហារញ៉ាំឆ្ងាញ់ឬមានគ្រួសារកក់ក្ដៅក៏ដោយ 5. ទទួលយកភាពបរាជ័យជាមេរៀនអ្នកជោគជ័យមិនមែនជាអ្នកដែលមិនធ្លាប់បរាជ័យទេប៉ុន្តែជាអ្នកដែលមិនចេះបោះបង់វិធីអនុវត្តបើធ្វើអ្វីមួយមិនបានសម្រេចកុំវាយតម្លៃខ្លួនឯងទាបត្រូវចាត់ទុកវាជាការពិសោធន៍ដែលប្រាប់អ្នកថាវិធីមួយនេះមិនដំណើរការទេហើយអ្នកត្រូវរកវិធីថ្មីចំណាំការផ្លាស់ប្ដូរការគិតមិនមែនធ្វើឡើងបានក្នុងរយៈពេលមួយថ្ងៃនោះទេវាដូចជាការហាត់ប្រាណយកសាច់ដុំចឹងដែរពោលគឺទាមទារការវឹកហាត់ចិត្តនិងការគិតដដែលជារៀងរាល់ថ្ងៃតើអ្នកយល់ថាចំណុចខាងក្រោមនេះ
មួយណាដែលអ្នកគិតថាពិបាកអនុវត្តជាងគេក្នុងពេលនេះបើនិយាយឲ្យងាយយល់និងខ្លីបំផុតការបដូរការគិតដើម្បីជោគជ័យគឺដូចជាការដូរវ៉ែនតាអញ្ចឹងបើដូរមកពាក់វ៉ែនតាពណ៌ខ្មៅឃើញអ្វីក៏ងងឹតដែរតែបើដូរមកពាក់វ៉ែនតាភ្លឺច្បាស់យើងនឹងមើលឃើញផ្លូវដើរកាន់តែល្អខាងក្រោមនេះជា4ជំហានងាយៗដែលអ្នកអាចអនុវត្តបាន1ឈប់និយាយថាធ្វើមិនកើតត្រូវដូរជារៀនធ្វើកុំគិតថាខ្ញុំមិនឆ្លាតទេរឿងនឹងខ្ញុំធ្វើមិនកើតឡើយត្រូវដូរជាឥឡូវខ្ញុំមិនទាន់ចេះទេតែបើខ្ញុំប្រឹងរៀនគង់តែធ្វើបានមនុស្សយើងគ្មាននរណាម្នាក់ចេះពីកំណើតទេ2ឈប់រអ៊ូរទាំត្រូវការរកវិធីដោះស្រាយពេលជួបបញ្ហាឬរឿងមិនសប្បាយចិត្តមនុស្សទៅចូលចិត្តអង្គុយរអ៊ូនិងបន្ទោសនេះបន្ទោសនោះដែលមិនអាចជួយអ្វីបានឡើយអ្វីដែលត្រូវធ្វើឈប់រអ៊ូហើយសួរខ្លួនឯងព្រាមថាតើខ្ញុំត្រូវធ្វើដូចម្តេចបន្តទៀតដើម្បីឲ្យរឿងនឹងជាប្រសើរជាងមុន3នៅក្បែរមនុស្សប្រកែរកស៊ីឬមនុស្សវិជ្ជមានបើអ្នកលេងជាមួយមនុស្សដើរលេងគេនឹងបបួលអ្នកទៅដើរលេងជាមួយបើអ្នកលេងជាមួយមនុស្សចូលចិត្តនិយាយដើមគេអ្នកក៏នឹងក្លាយជាមនុស្សបែបនោះដែរអ្វីដែលត្រូវធ្វើនៅជិតស្និទ្ធជាមួយមនុស្សដែលពូកែធ្វើការជោគជ័យឬមនុស្សដែលតែងតែនិយាយលើកទឹកចិត្តយើងគំនិតល្អៗរបស់ពួកគេនឹងឆ្លងមកយើង4ចាប់ផ្ដើមពីរឿងតូចៗកុំលោភលន់អ្នកមិនអាចប្រោការគិតភ្លាមឬជោគជ័យផ្លែតក្នុងរយៈពេលតែមួយថ្ងៃបានទេអ្វីដែលត្រូវធ្វើរឿងល្អៗពីបន្តិចម្ដងដូចជាក្រោកពីគេងឲ្យលឿនជាងមុន10នាទីអានសៀវភៅឲ្យបាន2ទំព័រក្នុងមួយថ្ងៃឬនិយាយពាក្យអរគុណឲ្យបានច្រើនឬប្រមូលជ័យជំនះតូចៗទាំងនេះនឹងបង្កើតទម្លាប់ដោយជោគជ័យធំនៅថ្ងៃមុខសង្ខេបចង់ជោគជ័យគឺត្រូវឈប់បន្ទោសវាសនាហើយចាប់ផ្ដើមគ្រប់គ្រងសកម្មភាពខ្លួនឯងពីមួយថ្ងៃទៅមួយថ្ងៃ